ឆ្នៃបាយកកឲ្យចេញជាបាយពិសេសព្រលឹមឡើងបងប្អូនជំរាបសួរចាខ្ញុំងើបព្រលឹមឡើងខ្ញុំមិនដឹងធ្វើអីខ្ញុំទាញផ្លូវមាន់ខ្ញុំកាប់ហើយខ្ញុំដាំទឹកឲ្យពុះហើយខ្ញុំដាក់ជាមួយនឹងអំបិលមួយបន្តិចហើយនឹងខ្ញីក៏ដូចជាស្លឹកខ្ទឹមខ្ញុំបង់ចូលខ្ញុំក៏បង់ជាមួយនឹងផ្លូវមាន់ចាផ្លូវមាន់នេះវារៀងធំដែរបងប្អូនវាមួយនោះជិត2គីឡូអញ្ចឹងខ្ញុំផ្លូវវា2ហ្នឹងខ្ញុំថាទុកដាក់សម្រាប់ធ្វើបាយហូបពេលព្រឹកអញ្ចឹងណាហើយវារៀងធំខ្ញុំក៏កាត់អាកន្លែងផ្លូវផ្សេងកន្លែងជើងផ្សេងចាហើយមិញនោះបាយកកបងប្អូនមកមើលផ្លូវមាន់របស់យើងនោះមកពុះហើយបង្ងាស់វាទុកចោលគ្រប់ទុកចោលប្រហែលជា15នាទីអីវាផុយបានហូបហើយបងប្អូនអញ្ចឹងខ្ញុំក៏មកលីងខ្ទឹមដាក់បាយកកយើងណាបាយសពីល្ងាចនោះមិនដឹងធ្វើអីអញ្ចឹងលីងខ្ទឹមដាក់វាឆាទៅវារៀងទន់តិចយើងក៏ថែមប៊ីចេងតិចស្ករបន្តិចអំបិលបន្តិចថែមតិចណាបងប្អូនឲ្យវារៀងរសជាតិស្រាលហើយព្រោះយើងត្រូវហូបមួយនឹងមាន់ស្ងោរហើយមានទឹកជ្រលក់ដែរអញ្ចឹងយើងក៏ដាក់ជាតិវាបន្តិចឲ្យវាឆ្ងាញ់អញ្ចឹងទៅកលេចមកមើលមាន់ហ្នឹងក៏វាចិត្តឆ្អិនដែរអញ្ចឹងណាហើយបាយដែលយើងឆាហ្នឹងយើងបើកភ្លើងហឹមបន្តិចទៅហើយយើងក៏ឆ្លៀតមកបុកជាមួយនឹងទឹកត្រីកោះកុងចាខ្ញុំដាក់ខ្ទឹមសម្ទេសជាមួយនឹងដើមជីវ៉ាន់ស៊ុយបងប្អូនអើយទៅផ្សាររកទិញជីវ៉ាន់ស៊ុយអត់មានវាទៅមានគេលក់ដើមអញ្ចឹងក៏ទិញដើមជីវ៉ាន់ស៊ុយ1000មកបានឡើងមួយសបោងស្លនឹងប្រហែលដងទេចាំមើលបានវាអស់ហើយឆ្លៀតដាក់ដាំខ្លះទៅឥឡូវយើងបុករួចរាល់ហើយក៏ថែមជាមួយនឹងទឹកត្រីហើយច្របាច់ក្រូចឆ្មាយើងចូលមកឆ្ងាញ់ទៅកូរត្រឡប់ចុះត្រឡប់ឡើងមានអីរួចរាល់បានហួចមកព្រឹកទៀតបងប្អូនចាឆ្ងាញ់ណាបងប្អូននេះបាយព្រឹកអាហ្នឹងយើងធ្វើចឹងទៅវាមិនសូវចុះលុយដែរឡើងផ្សារមួយអាទិត្យខ្ញុំដោយសារខ្ញុំមួយអាទិត្យខ្ញុំមានពេលឡើងផ្សារតែថ្ងៃសៅរ៍ឬថ្ងៃអាទិត្យទេអញ្ចឹងមើលយើងទៅផ្សារថ្ងៃសៅរ៍ហើយទៅថ្ងៃអាទិត្យយើងទៅនេះសាច់ណាយើងត្រូវច្រាមទុកក៏យើងច្រាមទុកឲ្យទៅសាច់ណាដែលយើងត្រូវទុកយើងក៏ទុកទៅឥឡូវខ្ញុំរួចរាល់នេះខ្ញុំដាក់បាយដាក់សាច់មាន់អីចឹងទៅរៀបចំដាក់ទៅឲ្យម៉ាក់ផងប៉ាផងទៅហើយទុកខ្លួនឯងខ្លះមកដាស់កូនដាស់អីគេនាំគ្នាដេកមិនតន់ងើបទេបើកូនក៏មុំខ្ញុំនៅល្អូឡើយលើរួចរាល់កូនគេជំរាបលាទៅរៀនណាជំរាបលាបងប្អូនទាំងអស់គ្នា